សួស្តីបងប្អូនឥឡូវនេះគឺខ្ញុំបានមកដល់ខេត្តសៀមរាបនៅជីក្រែងហើយពេលនេះគឺខ្ញុំនៅស្ពានកំពង់ក្ដីខ្ញុំមកដល់ស្ពានកំពង់ក្ដីខ្ញុំមើលទៅស្ពានកំពង់ក្ដីគឺហាក់បីដូចជាកណ្ដោចកណ្ដែងមែនទែនមានន័យថាអ្នកកសាងបព្វបុរសយើងបានចាក់ចោលអស់ហើយនៅឡើយតែស្ពានកំពង់ក្ដីដែលឈរនៅតាំងជំហររឹងមាំដែលជាគេដំណើរពីបុព្វបុរសរបស់យើងមកហើយនៅរក្សាសភាពស្ទើរតែដោយសភាពដើមសឹងតែ 100% ហើយដែលជាអត្តសញ្ញាណមួយដែលបង្ហាញនិងដាស់ស្មារតីដល់កូនខ្មែរចំនួនក្រោយឲ្យដឹងថាខ្មែរយើងមហិមាខ្មែរយើងអស្ចារ្យខ្មែរយើងគឺធំធេងណាស់ហើយដែលគួរកូនខ្មែរចំនួនក្រោយគួររលឹកឃើញថាខ្លួនជាកូនខ្មែរគួរតែជាអ្នកបន្តវេនជាអ្នកដែលអង្គអាចក្លាហាននៅក្នុងការបន្តវេនក្នុងការកសាងក្នុងការថែរក្សាអភិរក្សនៅគេមរតករបស់ដូនតាដែលបានបន្សល់ទុកឲ្យយើងហើយដូចជាប្រាសាទដូចជាសម្បត្តិដ៏អស្ចារ្យផ្សេងទៀតដែលបុព្វបុរសបានបន្សល់ទុកគឺថាមានច្រើនហើយក្នុងចំណោមនេះគឺស្ពានកំពង់ក្ដីនេះមួយដែលខ្ញុំបានឃើញគឺនៅក្នុងបេះដូងគឺវាជំរុញឲ្យយើងឈួលឡើងនឹកឃើញពីស្នាដៃនឹកឃើញពីការលះបង់របស់ស្ដេចគ្រប់អង្គរបស់មេតបគ្រប់រូបរបស់ពលទាហានរាប់ពាន់រូបដែលបានពលីជីវិតឈាមស្រស់សាច់ស្រស់ដូរជីវិតដើម្បីបន្សល់ឲ្យបាននៅដែនដីដ៏ធំធេងយើងហៅថាសវណ្ណភូមិដែនដីសវណ្ណភូមិនិងសម្បត្តិដែលមានតម្លៃផ្សេងទៀតដែលមិនអាចកាត់ថ្លៃបានសម្រាប់ឲ្យកូនខ្មែរគ្រប់រូបបានដឹងហើយក្នុងនាមយើងជាកូនខ្មែរសម្រាប់ខ្ញុំសូមលើកទឹកចិត្តឲ្យក្មេងៗដែលជាអ្នកបន្តវេនពីមួយជំនាន់ទៅមួយជំនាន់កុំភ្លើតភ្លើនទៅនឹងវប្បធម៌ដែលលីលាដែលធ្វើឲ្យយើងវង្វេងដែលធ្វើឲ្យយើងឆ្លក់វង្វេងបាត់អស់មនសិការនៅក្នុងការបន្តវេនរក្សានៅទ្រព្យសម្បត្តិនៅសម្បត្តិដ៏មហាសាលនេះនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់នេះសូមឲ្យយើងតាំងស្មារតីឡើងរលឹកឡើងមានសតិឡើងនៅក្នុងការរួបរួមគ្នាដើម្បីធ្វើឲ្យប្រទេសជាតិយើងឡើងទៅដែតដែលមួយពិភពលោកគេទទួលស្គាល់គេដឹងឮគេស្គាល់អំពីភាពអស្ចារ្យអច្ឆរិយៈរបស់ជាតិខ្មែរយើង